បាទសួស្តីនេះខ្ញុំសូមណែនាំពីរបៀបភ្ជាប់កាមេរ៉ា Go Plus របស់យើងទៅនឹង Wi-Fi ទូរស័ព្ទដើម្បីធ្វើការបញ្ជាក៏ដូចជាមើលតាមរយៈទូរស័ព្ទបានណាអញ្ចឹងជាដំបូងបងប្អូនបើកទូរស័ព្ទរបស់យើងសិនមកហើយ download យក app ណាបាទ download យក app នេះ Go Plus Cam Pro ណាបាទឬមួយនៅក្នុងសបកនៃកេះក៏មានដែរ QR code បងប្អូនអាច scan ចូលដើម្បី download កម្មវិធីបានឬក៏ចូលទៅកាន់ Play Store ឬក៏ App Store យកពាក្យ Go Plus Cam Pro នេះក៏បានណាបាទនេះគឺខ្ញុំ download រួចរាល់ហើយដើម្បីកម្មានីតិឬក៏ពេលវេលាដើរយូរពេកអញ្ចឹងឥឡូវខ្ញុំ download រួចឥឡូវទីហោបងប្អូន download ហើយបងប្អូនចុចបើកមកបាទបងប្អូនចុចបើកបាទចុចបើកត្រង់នេះបាទបងប្អូនចុច agree បាទមកដល់ចំណុចនេះបងប្អូនទុកចោលសិនបាទហើយបងប្អូនយកកាមេរ៉ារបស់យើងបាទកាមេរ៉ារបស់យើងមកហើយបងប្អូនចុចយកបេតុងនេះណាបេតុងខាងស្ដាំហើយខាងលើនេះដាក់រូប Wi-Fi នេះណាបងចុចបឹកមកបាទបន្តមកទៀតវានឹង load ឈ្មោះមកណាបាទ load ឈ្មោះហើយនឹង password ណាបាទ load ឈ្មោះហើយនឹងបាទបន្តមកទៀតបងប្អូនចូលទៅកាន់ Wi-Fi ទូរស័ព្ទណាបាទចូលទៅកាន់ Wi-Fi ទូរស័ព្ទបងប្អូនមើលពាក្យបាទមើលឈ្មោះកាមេរ៉ារបស់យើងបាទត្រឹមត្រូវហើយបងប្អូនវាយ password ណាបាទ password មានបង្ហាញនៅក្រោមនេះគឺពី1ដល់8ណាបាទ2 3 4 5 6 7 8បាទតោះបងប្អូនចុចគ្រីសមកបាទនេះភ្ជាប់រួចរាល់បាទភ្ជាប់រួចរាល់ហើយអញ្ចឹងបន្តមកទៀតបងប្អូនចេញមកក្រៅវិញមកបាទហើយយកខាងលើណាបាទ Sport DV បាទយកខាងលើនេះបាទនេះគឺរួចរាល់ណាបាទអញ្ចឹងកាមេរ៉ារបស់យើង Go Plus របស់យើងបានភ្ជាប់ Wi-Fi ជាមួយនឹងទូរស័ព្ទរួចរាល់ណាបាទនេះជាកម្រិតរូបភាពបាទគឺរូបភាពច្បាស់បាទអាចទទួលយកបានបាទវាជាកម្រិតរូបភាព 4K នៃកាមេរ៉ាលំដាប់ថវិកាណាបាទសម្រាប់បងប្អូនមានលុយល្មមអីអាចទិញប្រើបានបាទមកសំរុំបាទមានមុខងារបាទតាមតម្រូវការមិនថាបងប្អូនយកទៅចាប់នៅដៃកង់បាទម៉ូតូឬក៏មួកសុវត្ថិភាពណាបាទអរគុណច្រើន